ថ្ងៃ15កើតច័ន្ទពេញបរមីលោកខេមនិងសុនស្រីពេជ្រប៉ះគ្នាលើកដំបូងក្នុងការថតកម្រងចម្រៀងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីខែស្រាបឆ្នាំរោងលោកខេមនិងសុនស្រីពេជ្រប៉ះគ្នាលើកដំបូងក្នុងការថតកម្រងចម្រៀងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីនេះជាលើកដំបូងហើយដែលតារាចម្រៀងលោកខេមនិងសុនស្រីពេជ្របានប៉ះគ្នាក្នុងការថតកម្រងចម្រៀងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីរបស់ផលិតកម្ម Galaxy នវត្រាបន្ទាប់ពីផលិតកម្មទទួលបានសិទ្ធិពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងការផលិតកម្រងចម្រៀងនេះឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការទទួលសិទ្ធិពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងការផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីដែលជារឿងប្រវត្តិសាស្ត្រនិងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនកាលពីថ្ងៃទី20ខែមិនិនាកន្លងមកនេះមានការចូលរួមដោយផ្ទាល់ពីអ្នកអង្គការលេងនវត្រានិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនទីប្រឹក្សាផលិតកម្មផលិតករអ្នកនិពន្ធតារាចម្រៀងនិងសិល្បករសិល្បករនីជាច្រើនរូបអ្នកអង្គការលេងនវត្រាបានមានប្រសាសន៍ថាក្នុងនាមអ្នកអង្គការនិងឯកឧត្តមហឹមនុភាពិតជាមានមោទនភាពខ្ពង់ខ្ពស់ណាស់ដែលបានផលិតកម្ម Galaxy នវត្រាទទួលបាននូវភារកិច្ចដ៏មានតម្លៃជាប្រវត្តិសាស្ត្រក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីឡើងដើម្បីទុកជាមរតកដល់អ្នកជំនាន់ក្រោយបានដឹងនិងស្វែងយល់ពីដំណើររឿងដោយសាររឿងនេះជាដំណាក់កាលប្រវត្តិសាស្ត្រនិងជារឿងពិតដែលនិយាយពីសាច់រឿងរបស់សម្ដេចតេជោហ៊ុនសែនក្នុងអំឡុងពេលចូលព្រៃហើយធ្វើការតស៊ូនិងស្វែងរកការផ្សះផ្សានាំសន្តិភាពជូនជាតិមាតុភូមិតារាចម្រៀងខេមនិងអ្នកនាងសុនស្រីពេជ្រត្រូវបានផលិតកម្ម Galaxy នវត្រាជ្រើសរើសដើម្បីចូលរួមច្រៀងក្នុងកម្រងចម្រៀងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីផងដែរនេះឱកាសនោះតារាចម្រៀងខេមបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថាលោកពិតជាមានមោទនភាពនិងសំណាងណាស់ក្នុងនាមជាតារាចម្រៀងសម័យម្នាក់មានឱកាសបានចូលរួមបកស្រាយចម្រៀងតាក់ទងសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីដែលជាប្រវត្តិសាស្ត្រសម្ដេចតេជោក្នុងបទចម្រៀងទាំងនោះមានគ្រប់រសជាតិទាំងការរៀនសូត្រស្នេហាការបែកបាក់និងការជួបជុំតារាចម្រៀងសុនស្រីពេជ្រក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថានេះជាលើកដំបូងហើយដែលនាងមានឱកាសបានចូលរួមថតបទចម្រៀងជាមួយលោកខេមនាងពិតជារីករាយណាស់ព្រោះលោកខេមគឺជាអាយដលរបស់នាងផងដែរសម្រាប់ការថតកម្រងចម្រៀងនៅក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីគឺជួបនឹងការលំបាកច្រើនដោយសារតែបទចម្រៀងទាំងនោះយើងត្រូវដាក់មនោសញ្ចេតនាខ្ពស់ទាំងការលើកដាក់សំឡេងក៏ដូចជាឃ្លាឃ្លោងដែលត្រូវច្រៀងធ្វើយ៉ាងណាឲ្យបានល្អបំផុតតែទោះជាយ៉ាងណានាងបានខំធ្វើអស់ពីសមត្ថភាពដើម្បីឲ្យកម្រងចម្រៀងនេះទទួលបានលទ្ធផលល្អបទចម្រៀងរបស់លោកខេមដែលមានចំណងជើងថាកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីនិងបទទំហំបេះដូងម៉ែពុករបស់អ្នកនាងសុនស្រីពេជ្របានចេញជាផ្លូវការហើយនៅក្នុងផលិតកម្ម Galaxy នវត្រាសម្រាប់បទចម្រៀងរួមគ្នារវាងលោកខេមនិងសុនស្រីពេជ្រត្រៀមនឹងចេញជាបន្តបន្ទាប់នៅពេលក្រោយគួរបញ្ជាក់ផងដែរថាការផលិតអាល់ប៊ុមកម្រងចម្រៀងជាផ្លូវការរបស់ផលិតកម្ម Galaxy នវត្រាក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីនេះជាជំហានដំបូងក្នុងមួយអាល់ប៊ុមមានចន្លោះពី8វ៉ុលទៅ10វ៉ុលដែលក្នុងវ៉ុលនីមួយៗមាន10បទសរុបប្រហែលចន្លោះពី80បទទៅ100បទមានទាំងបទលំនាំពីដើមនិងមេឡូឌីថ្មីប្រហែល200បទក្រៅពីទទួលបានសិទ្ធិក្នុងការផលិតកម្រងចម្រៀងទាំងនោះរួចរាល់អស់ផលិតកម្ម Galaxy នវត្រាផលិតរក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់និងផ្សព្វផ្សាយតាមបណ្ដាញសង្គមឲ្យបានទូលំទូលាយព្រមទាំងបានប្រគល់ជូនក្រុមការងារមេឌៀរបស់សម្ដេចតេជោដើម្បីផ្សព្វផ្សាយផងដែរកុំព្រួយបារម្ភកុំសោកសៅមកវិលជួបបានបងពេលជាសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក